លោកត្រាំប្រធានាធិបតីអាមេរិកបានថ្លែងថាលោកមានការសង្ឃឹមជឿជាក់ថារុស្ស៊ីនិងអ៊ុយក្រែននឹងបង្កើតឲ្យមានកិច្ចព្រមព្រៀងនៅក្នុងសប្តាហ៍នេះប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថាលោកសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ីនិងអ៊ុយក្រែនក្នុងសប្តាហ៍នេះដោយសន្យាថានឹងមានអាជីវកម្មធំជាមួយសហរដ្ឋអាមេរិកសម្រាប់អ្នកប្រយុទ្ធទាំងពីរប្រសិនបើបទឈប់បាញ់ត្រូវបានចុះហត្ថលេខាលោកត្រាំបានអះអាងបែបនេះនៅក្នុងពេលបង្ហោះនៅលើបណ្ដាញសង្គម Truth Social ប៉ុន្តែលោកមិនបានផ្ដល់ព័ត៌មានលម្អិតអំពីវឌ្ឍនភាពណាមួយនៅក្នុងកិច្ចចរចាសន្តិភាពទីក្រុង Washington ចាប់តាំងពីលោកបានចូលកាន់តំណែងជាប្រធានាធិបតីនៅក្នុងខែមករានោះទេការលើកឡើងនេះបានកាត់ឡើងក្រោយពេលដែលលោក Donald Trump ទៅបានប្រមានធ្ងន់ធ្ងរថាសហរដ្ឋអាមេរិកនឹងលែងខ្វល់ខ្វាយពីកិច្ចចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែនរុស្ស៊ីបើសិនភាគីទាំងពីរមិនចង់បញ្ចប់ឲ្យបានឆាប់រហ័សនោះទេ